តើកម្ពុជាអាចប្រើរូបភាពពីផ្កាយរណបធ្វើជាអាវុធផ្លូវច្បាប់បង្ខំឲ្យថៃសងសំណងការខូចខាតតាមព្រំដែនបានដែរឬទេទិន្នន័យផ្អែកលើរូបភាពផ្កាយរណបរបស់ក្រុមហ៊ុន Apple ដែលត្រូវបានបង្ហោះដោយអង្គការសិទ្ធិមនុស្ស Liga do ដែលបានបង្ហាញពីការឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងដំណំពីសំណាក់យោធាថៃបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កំពុងត្រូវបានក្រុមអ្នកជំនាញមើលឃើញថាមិនមែនត្រឹមតែជាភស្តុតាងនៃការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិនោះទេផ្ទុយទៅវិញវាគឺជាអាវុធផ្លូវច្បាប់និងជាភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំដែលកម្ពុជាអាចប្រើប្រាស់ដើម្បីដាក់សម្ពាធតាមច្បាប់អន្តរជាតិនិងតម្រូវឲ្យភាគីថៃនឹងចេញមុខទទួលខុសត្រូវព្រមទាំងសងសំណងបការខូចខាតទាំងស្រុងអ្នកជំនាញជឿជាក់ថាទង្វើរបស់ថៃនាពេលនេះគឺជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងប្រជាសាស្ត្រនៅតាមតំបន់ព្រំដែនហើយកម្ពុជាចាំបាច់ណាស់ត្រូវពន្លឿនការរៀបចំសំណុំរឿងទាមទារយុទ្ធធរបាននៅលើឆាកអន្តរជាតិឲ្យកាន់តែលឿនបំផុតបាទហើយឥឡូវនេះក្រុមការងារសារព័ត៌មាន Digital Cambodia លំអិតលើរឿងរ៉ាវនេះដូចតទៅបាទលោកបណ្ឌិតញ៉ារដ្ឋាអ្នកជំនាញភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុករូបភាពពីផ្កាយរណបរបស់ក្រុមហ៊ុន Apple ដែលបង្ហាញពីការបំផ្លិចបំផ្លាញនិងឈូសឆាយផ្ទះប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យពីសំណាក់យោធាថៃគឺជាភស្តុតាងបែបវិទ្យាសាស្ត្រដែលថៃមិនអាចប្រកែកបានឡើយជុំវិញការបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្រោយមានបទឈប់បាញ់អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថាសកម្មភាពនេះវាមិនត្រឹមតែជាសកម្មភាពខុសច្បាប់នោះទេប៉ុន្តែវាបានបង្ហាញពីចេតនាទុច្ចរិតរបស់ថៃក្នុងការលុបបំបាត់ភស្តុតាងប្រជាសាស្ត្រនិងការប៉ុនប៉ងចង់លេបត្របាក់ទឹកដីកម្ពុជាទាំងបំពានច្បាប់បើតាមអ្នកជំនាញរូបនេះរដ្ឋាភិបាលគួរតែបង្ខំឲ្យភាគីថៃចេញមុខសងសំណងរកការខូចខាតដល់ពលរដ្ឋខ្មែរតាមរយៈការប្រមូលរបាយការណ៍រៀបចំសំណុំរឿងទាមទារសំណងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬអង្គការសហប្រជាជាតិនិងត្រូវមានភ្នាក់ងារស៊ើបអង្កេតឯករាជ្យបន្ថែមទៀតយើងធ្វើយ៉ាងណាឲ្យមានអន្តរជាតិតូបនីយកម្មផ្នែកផុសតាងហ្នឹងបាទអញ្ចឹងយើងត្រូវយករបាយការណ៍រូបថតទាំងផ្កាយរណបបាទដាក់ជូនទៅប្រជាជាតិអាស៊ានអង្គការអាស៊ានរបស់យើងហ្នឹងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រទេសមហាអំណាចដូចជាចិនអាមេរិករុស្ស៊ីសហគមន៍អឺរ៉ុបអីចឹងទៅដើម្បីបង្កើតសម្ពាធការទូតនិងសេដ្ឋកិច្ចបន្ថែមទល់នឹងថៃហើយចុងក្រោយយន្តការស៊ើបអង្កេតឯករាជ្យអញ្ចឹងយើងស្នើសុំឲ្យមានគណៈកម្មការស៊ើបអង្កេតអន្តរជាតិមួយឬពឹងទៅលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទៅបណ្ឌិតទីតាំងផ្ទាល់បាទឬក៏ប្រើប្រាស់ទិន្នន័យផ្កាយរណបបាទដើម្បីបញ្ជាក់អំពីទំហំខូចខាតបន្ថែមហើយអានេះវាជាចំណុចដែលមិនអាចធ្វើឲ្យថៃនឹងប្រកែកបាន